សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយដើម្បីចែករំលែកពាក់ព័ន្ធជាមួយនឹងភាសាបច្ចេកទេសនៅក្នុងរោងចក្រពាក់ព័ន្ធនឹងភាសាបច្ចេកទេសភាសាចិនបងប្អូនណាខ្លះដែលកំពុងតែធ្វើការជាមួយនឹងតកែចិនហើយបងប្អូនធ្វើការជាមួយនឹងជនជាតិចិនតើការប្រស័យទាក់ទងជាមួយនឹងថ្នាក់លើហើយនឹងជាមួយនឹងតកែបងប្អូនហ្នឹងតើទំនាក់ទំនងជាមួយនឹងពួកគាត់ផ្ទាល់និយាយជាមួយគាត់ផ្ទាល់ឬក៏ត្រូវឆ្លងកាត់ជាមួយនឹងអ្នកបកប្រែសម្រាប់ខ្ញុំផ្ទាល់ខ្ញុំក៏ជាអ្នកដែលធ្វើការនៅរោងចក្របានមួយរយៈពេលដែរហើយខ្ញុំសង្កេតឃើញថាមានបងប្អូនច្រើនដែលគាត់ធ្វើការរោងចក្រហ្នឹងគាត់ធ្វើការយូរហើយមានតកែជនជាតិចិនមេគាត់ក៏ជាជនជាតិចិនច្រើនក៏ប៉ុន្តែពួកគាត់នៅតែមិនទាន់មានការប្រស័យទាក់ទងដោយផ្ទាល់ជាមួយនឹងមេគាត់តែប្រើប្រាស់ភាសាចិនទេជាទូទៅគឺគាត់ត្រូវឆ្លងកាត់បកប្រែចំពោះបងប្អូនដែលមានជំនាញបច្ចេកទេសនៅក្នុងការងារប្រចាំថ្ងៃហើយបងប្អូនគ្រាន់តែបន្ថែមភាសាក្នុងការទំនាក់ទំនងនឹងភាសាបច្ចេកទេសការងាររបស់បងប្អូនមួយផ្នែកទៀតការងាររបស់បងប្អូននឹងមានការរីកចម្រើនទី1នឹងមានការរីកចម្រើនចំពោះការងារទី2ចំណេះដឹងទី3នឹងប្រាជ្ញចំណូលរបស់បងប្អូននឹងមានការកើនឡើងសម្រាប់វីដេអូនេះបងប្អូនមិនថាបងប្អូនដែលកំពុងតែធ្វើការនៅក្នុងរោងចក្រសហគ្រាសទេបងប្អូនដែលមានបំណងដែលនឹងកំពុងមានបំណងចង់ស្វែងរកការងារដែលចិនបងប្អូនក៏អាចនឹងចូលរួមក្នុងវីដេអូនេះហើយយើងចំណាយពេលវេលាតិចតួចបំផុតក្នុងមួយថ្ងៃត្រឹមតែប្រហែលនាទីទេរៀនតិចតួចទៅបើតិចម្ដងថ្ងៃក្រោយទៅយើងនឹងមានការរីកចម្រើនតោះអញ្ចឹងយើងចាប់ផ្ដើមពាក្យទី1តទៅវីដេអូមួយคลิปមុននេះគឺយើងនិយាយពាក់ព័ន្ធជាមួយនឹងការិយាល័យនៅក្នុងរោងចក្រមួយហ្នឹងវាមានផ្នែករបស់វាមានផ្នែកការិយាល័យមានផ្នែកផលិតកម្មមានផ្នែកផ្សេងមួយចំនួនទៀតអញ្ចឹងពាក្យដំបូងនេះវាហៅថាប៉ាន់កុងស៊ឺប៉ាន់កុងស៊ឺនេះយើងហៅកាត់ថាហើយយើងនិយាយថា office ហ្នឹងអញ្ចឹងកន្លែងជាទូទៅគឺជាកន្លែងដែលសម្រាប់ជាអ្នកដែលធ្វើការនៅរោងចក្រដែរប៉ុន្តែគេហៅថាផ្នែក office បុគ្គលិក office ចឹងទៅហើយបើមានមួយផ្នែកទៀតដូចជាអ្នកធ្វើការដោយកម្លាំងនៅខាងក្រៅហ្នឹងគេយើងហៅថាកម្មការនីហ្នឹងគឺអ្នកនៅក្នុងចង្វាក់បដកម្មហ្នឹងមួយអញ្ចឹងនេះពាក្យទី1មិញយើងអានម្ដងទៀតថាប៉ាន់កុងស៊ឺអញ្ចឹងមានទាំងអក្សរចិនមានទាំងសំឡេងដែលសរសេរជាភីងអ៊ីងហើយនឹងមានអក្សរដែលខ្ញុំសរសេរជាអក្សរខ្មែរហ្នឹងអាចអានបានយើងអានម្ដងទៀតអានថាប៉ាន់កុងស៊ឺមានថាការិយាល័យអញ្ចឹងបន្ទាប់មកទៀតគឺយើងចូលដល់ពាក្យទី2គឺយើងនិយាយពាក់ព័ន្ធជាមួយនឹងរោងចក្រព្រីនពាក្យទី2នេះគឺដោយសារថាបច្ចុប្បន្ននេះខ្ញុំធ្វើការនៅក្នុងរោងចក្រប្រភេទរោងចក្រព្រីនរូបភាពនៅលើកណាត់នៅអាវហ្នឹងដូចជាប្រភេទព្រីនចេះវាយ logo មកវាយមាន logo អញ្ចឹងទៅប្រភេទហ្នឹងគេហៅថាប្រភេទរោងចក្រព្រីនអញ្ចឹងរោងចក្រព្រីនហ្នឹងនៅជាភាសាចិនគេហៅថា in hoa chang រោងចក្រព្រីនតែអានម្ដងទៀត in hoa chang ចូលដល់ពាក្យទី3ជាពាក្យបន្ទាប់នេះអញ្ចឹងនេះជាសកម្មភាពដែលខ្ញុំថតបង្ហាញផ្ទាល់នៅក្នុងចង្វាក់ផលិតកម្មដែលខាងក្រោយខ្នងខ្ញុំមិញនេះគឺបង្ហាញពីម៉ាស៊ីន print ជាប្រភេទម៉ាស៊ីនដែលយើង print នៅលើ print ទឹកថ្នាំនៅលើក្រណាត់លើផ្ទាំងក្រណាត់
គឺជាផ្ទាំងកណាត់មិនមែនជាអាវសម្រាប់ទេអញ្ចឹងការ print នេះអាស្រ័យទៅលើរូបរាងហើយនឹងទំហំរបស់អីវ៉ាន់ដែលគេកំងមកដែលភ្ញៀវកំងមកអញ្ចឹងមានប្រភេទភ្ញៀវខុសៗគ្នាមានរូបខុសគ្នាអាស្រ័យទៅលើ PO ដែលយើងទទួលបានហើយទាំងនេះគឺជាសកម្មភាពដែលកំពុងតែរៀបចំធ្វើតេស្តកំពុងតែសេរីពុំសេរីមើលទឹកថ្នាំដើម្បីធ្វើការ print នៅលើផ្ទាំងកណាត់ផលិតកម្មអញ្ចឹងនៅក្នុងរោងចក្រ print នេះពាក់ព័ន្ធនឹងម៉ាស៊ីន print នេះមួយគឺវាមានពាក្យបច្ចេកទេសច្រើននៅក្នុងហ្នឹងដែលត្រូវរៀនបន្ថែមប៉ុន្តែយើងលើកនេះគឺយើងនិយាយតែឈ្មោះម៉ាស៊ីន print នេះជាភាសាចិនតែប៉ុណ្ណោះក្នុងរោងចក្រ print ជាទូទៅគឺយើងត្រូវតែមានរបស់សម្រាប់ print ទៅលើអាវទៅលើកណាត់ហ្នឹងហើយអញ្ចឹងនៅក្នុងខាងក្រោយខ្នងរបស់ខ្ញុំមិញនេះគឺជាប្រភេទម៉ាស៊ីនដែលយើងប្រើប្រាស់សម្រាប់ print នៅលើ print logo នៅលើអាវទៅលើកណាត់ជាទូទៅនៅនេះអត់វាយនៅលើអាវដែលគេដេរហើយទេគឺយើងធ្វើនៅលើកណាត់ជាផ្ទាំងកណាត់សិនយើងធ្វើរួចរាល់អស់ហើយបានយើងបញ្ជូនទៅឲ្យខាងផ្នែករោងចក្រមួយទៀតដើម្បីគេដេរភ្ជាប់ធ្វើទៅជាអាវសម្រាប់ទៅជាអាវសម្រាប់វិញអញ្ចឹងខាងនេះគឺជាទូទៅគឺយើង print តែជាមួយនឹងប្រភេទផ្ទាំងកណាត់ទេតែគេមិនទាន់ដេរទៅជាអាវសម្រាប់ទេអញ្ចឹងនៅពាក្យដែលខាងក្រោយខ្នងខ្ញុំមិញនេះគឺប្រភេទម៉ាស៊ីន print កណាត់នេះគេហៅថាin hoa chiម៉ាស៊ីន print មិនម៉ាស៊ីន print យើង print กระดาษប្រភេទ print กระดาษ gram A4 A3 ទេគឺជាប្រភេទ print ទឹកថ្នាំ logo នៅលើកណាត់ណា in hoa chiចូលមកពាក្យទី4នៅក្នុងរោងចក្រ print ហ្នឹងដើម្បី print ហ្នឹងវាមានពីរប្រភេទទី1 print ដោយយើង print ដោយម៉ាស៊ីនមានថាម៉ាស៊ីនចំនួនកំងដែលយើងទទួលបានច្រើនប្រព័ន្ធ100,000យើងប្រើម៉ាស៊ីន print មានភាពលឿនឆាប់តាមទាន់ពេលវេលាតែបើករណីដែលចំនួនកំងតិចតួចឬក៏ប្រភេទគេហៅអាវគំរូតិចតួចអញ្ចឹងគឺយើងប្រើការកម្មករដោយដៃផ្ទាល់មានថាយើងធ្វើដោយដៃផ្ទាល់អញ្ចឹងប្រភេទដៃផ្ទាល់ហ្នឹងឃើញនៅក្នុងវីដេអូនេះពួកគាត់មានកម្មករដែលគាត់កំពុងតែវាយពុំនៅលើហ្នឹងប្រភេទអស់ហ្នឹងមួយផ្នែកខាងដែលគាត់វាយប្រើដោយដៃហ្នឹងគឺគេហៅនៅខាងនេះហៅតុកដៃមានថាអ្នកធ្វើការហាត់ផ្នែកតុកដៃអញ្ចឹងភាសាចិនគេហៅថា sew in ឬក៏អ្នកខ្លះគេប្រើភាសាមួយទៀតថា sew tie អញ្ចឹងទៅប៉ុន្តែជាទូទៅគេហៅ sew in ផ្នែកខាងតុកដៃមានថាចំនួនដងតិចតួចខ្នាតពៅតិចតួចអញ្ចឹងគឺគេប្រើគេយកទៅមកគឺគេប្រើដៃធ្វើដល់ផ្ទាល់ហើយជាចុងក្រោយយើងសរុបទៅថ្ងៃនេះយើងបាន4ពាក្យដែលជាពាក្យបច្ចេកទេសប្រើប្រាស់ជាប្រចាំនៅក្នុងរោងចក្រ print ហើយសង្ឃឹមថាការចែករំលែកនៅពាក្យបច្ចេកទេសទាំងអស់នេះនឹងកើតជាប្រយោជន៍ដល់បងប្អូនទាំងអស់គ្នាសម្រាប់ប្រើប្រាស់នៅពេលបច្ចុប្បន្ននិងពេលអនាគតហើយចាំជួបគ្នានៅវីដេអូបន្ទាប់ទៀតហើយក្នុងមួយថ្ងៃយើងនឹងចែករំលែកទៅកាន់អ្នកទាំងអស់គ្នាចំនួន4ពាក្យជារៀងរាល់ថ្ងៃ